ឆ្ងាយហួសជើងមេឃជាស្នាដៃរបស់លោកស្រីឡូរ៉ង់ពេជ្រលោកស្រីជាគ្រូបង្រៀនជនជាតិបារាំងលោកស្រីបានបរិយាយអំពីដំណើរជីវិតដ៏សែនជូរចត់និងវេទនាហួសថ្លៃនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យនៅប្រទេសបារាំងលោកស្រីបានស្គាល់ជាមួយនឹងនិស្សិតជនជាតិខ្មែរមួយរូបឈ្មោះសួងស៊ីគឿនជាអ្នកឆ្អិនឆ្អៅទៅដោយលទ្ធិកុម្មុយនីសនិងក្រោយមកក្លាយជាកម្មាភិបាលជាន់ខ្ពស់នៃរបបខ្មែរក្រហមក្រោយមកអ្នកទាំងពីរក៏បានរៀបការជាមួយគ្នាហើយមានកូនស្រី2នាក់និងមានកូនប្រុសម្នាក់នៅពេលក្រោយមកលោកស្រីបានតាមស្វាមីលោកស្រីទៅទីក្រុងប៉េកាំងដើម្បីគាំទ្រចលនាប្រឆាំងនឹងរដ្ឋាភិបាលរបស់សាធារណរដ្ឋខ្មែរក្រោយការដួលរលំរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់លោកស្រីបានសម្រេចចិត្តចេញពីទីក្រុងប៉េកាំងមករួមរស់ជាមួយនឹងស្វាមីលោកស្រីនិងបម្រើការជាអ្នកបកប្រែសារព័ត៌មាននិងធ្វើសន្ទរកថាឲ្យថ្នាក់ដឹកនាំនៃក្រសួងការបរទេសនៃរបបខ្មែរក្រហមជាមួយនឹងស្វាមីលោកស្រីសូមបញ្ជាក់ថាស៊ីគឿនជាមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសនិងជាអ្នកជំនិតរបស់លោកអៀង សេរីដែលជារដ្ឋមន្ត្រីការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យយើងត្រឡប់មកនិយាយពីលោកស្រីឡូរ៉ង់ពេជ្រវិញបន្ទាប់ពីមកដល់ស្រុកខ្មែរក្តីរំពឹងរបស់លោកស្រីដែលចង់ឃើញសង្គមដែលស្មើភាពតាមបែបកុម្មុយនីសនិងក្តីសុខជួបជុំគ្រួសារត្រូវបានរលាយអស់ស៊ីគឿនដែលជាស្វាមីមិនដែលខ្វល់ខ្វាយពីសុខទុក្ខប្រពន្ធកូននោះទេបើទោះជាប្រពន្ធកូនស្លាប់ឬមានទុក្ខលំបាកយ៉ាងណាក៏ស៊ីគឿនមិនខ្វល់ដែរអ្វីដែលធ្វើឲ្យស៊ីគឿនខ្វល់ខ្វាយលើសពីជីវិតរបស់ខ្លួនទៅទៀតនោះគឺអង្គការគឺជាព្រះជាម្ចាស់អង្គការគឺជាអ្វីៗគ្រប់យ៉ាងរបស់ស៊ីគឿនបន្ទាប់ពីទីក្រុងភ្នំពេញត្រូវបានដួលរលំក្រុមកម្មាភិបាលខ្មែរក្រហមដែលនៅទីក្រុងភ្នំពេញបានជំលះទៅភៀសពីជាប់ព្រំដែនថៃដើម្បីគេចចេញពីកងទ័ពវៀតណាមលោកស្រីឡូរ៉ង់ពេជ្រដែលគេស្គាល់ថាជាពេញផលនោះត្រូវរត់តាមគេទាំងខ្លួនមានផ្ទៃពោះចិត្តគ្រប់ខែនិងចុងក្រោយលោកស្រីបានសម្រាលកូនប្រុសទី3របស់លោកស្រីនៅតាមផ្លូវហើយកូនប្រុសភ័ព្វរបស់លោកស្រីត្រូវបានស្លាប់យ៉ាងអនាធមដោយគ្មានសោះឡើយការយកចិត្តទុកដាក់សូម្បីតែបន្តិចពីស្វាមីលោកស្រីចុងក្រោយលោកស្រីមានឱកាសចាក់ចេញពីតំបន់ខ្មែរក្រហមនិងបានត្រឡប់ទៅស្រុកកំណើតរបស់លោកស្រីវិញគឺប្រទេសបារាំងបើតាមដឹងលោកស្រីស្អប់អតីតស្វាមីលោកស្រីដល់ឆ្អឹងពីព្រោះតែរឿងនេះនៅក្នុងស្នាដៃដែលរៀបរាប់អំពីដំណើរជីវិតខាងលើនេះមានចំណុចគួរឲ្យកត់សម្គាល់ចំនួន3ទី1មនោគមវិជ្ជាបិសាចរបស់ខ្មែរក្រហមបានធ្វើឲ្យស៊ីគឿនមិនទុកចិត្តប្រពន្ធឬអើងនិងរលត់អស់នៅមនុស្សធម៌នៅក្នុងសន្តានរបស់គាត់នៅពេលដែលវិញ្ញាណរូបម្នាក់ត្រូវបានគ្រប់ដណ្ដប់ទៅដោយមនោគមវិជ្ជាបែបនេះពួកគេហ៊ានលះបង់ទាំងអស់សូម្បីតែជីវិតដើម្បីតែអង្គការបដិវត្តមហាអស្ចារ្យមហាលក្ខការមហាភ្លឺស្វាងមហាលោតផ្លោះនិងមហាអួតលើគេប៉ុន្តែប្រហោងធ្លុងទី2សួរថាអ្នកណាងាយទទួលយកមនោគមវិជ្ជាបែបនេះបើតាមការសង្កេតមើលទៅក្រុមមនុស្សដែលទទួលរងភាពអយុត្តិធម៌ក្នុងសង្គមក្រុមជ្រុលនិយមហួសហេតុគឺក្រុមមនុស្សដែលគិតថាត្រង់ណាគឺត្រង់នឹងហើយមិនស្ដាប់មតិយោបល់ខាងក្រៅឬក៏អ្នកដែលមានសតិមិនប្រក្រតីគឺជាក្រុមមនុស្សដែលងាយស្រួលអូសទាញឆាប់ចូលជឿមនោគមវិជ្ជាបែបខាងលើណាទី3តើមនោគមវិជ្ជាបែបនេះនឹងក្រុមមនុស្សដែលងាយជឿតាមអស់ឬនៅកម្ពុជាខ្ញុំគិតថានៅកម្ពុជាប្រហែលជាមិនទាន់អស់ទេជាក់ស្ដែងដូចជាក្រុមអ្នកជឿទឹកលិចពិភពលោកក្រុមអ្នកជឿលើអ្នកមានបុណ្យបារមីក្រុមអ្នកសោះសូននៅទិដ្ឋិវិជ្ជមានចង់ណាគេធ្វើអីល្អយ៉ាងណាក៏ពួកគាត់មើលមិនដែលឃើញដែរគាត់មើលឃើញតែចំណុចខ្មៅចំណុចអាក្រក់ដែលគេធ្វើក្រុមមនុស្សដែលមិនសូវមានការអត់ឱននិងអធ្យាស្រ័យក្រុមមនុស្សបែបនេះបើសិនបើគាត់បានជាគុំជាឆ្លុះហើយគឺគាត់គ្មានទេនៅការអត់ឱនគាត់គុំតចំនួនគាត់គុំបើសិនជាឆ្លងជាតិគាត់អាចគុំដល់ជាតិក្រោយអញ្ចឹង
ក្នុងសៀវភៅនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណច្រើនដែលបានស្ដាប់ដល់ចប់ប្រសិនបើចូលចិត្តសូមជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗទៀតអរគុណ